ការរៀបចំទីក្រុងព្រះសីហនុជាទីក្រុងពហុបំណងកំពុងសម្រេចវឌ្ឍនភាពដល់ណាស់ហើយព័ត៌មាននេះនាំមកជូនលោកអ្នកដោយបូកូឡែនគម្រោងទី3រាជធានីសម្រាប់ធម្មជាតិក្នុងទឹកដីខេត្តកំពតចង់ទិញដីថែមផ្ទះទុកសម្រាប់រំហាយកាយនាពេលចុងសប្តាហ៍សូមជ្រើសរើសគម្រោងបូកូឡែនអាចធ្វើការបង់រំលោះរយៈពេល3ឆ្នាំដែលអត់មានការប្រាក់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 333 802 ឬក៏016 333 802លំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងដល់លើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី 2500 ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ095 96 2000 078 96 2000រដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនជំនាញចិនបាននឹងកំពុងរៀបចំក្រុងព្រះសីហនុជាទីក្រុងពហុបំណងដោយយកលំនាំតាមទីក្រុងសិនចិនរបស់ប្រទេសចិនការរៀបចំទីក្រុងនេះបាននឹងកំពុងដំណើរការយ៉ាងសកម្មដោយរហូតមកទល់ពេលនេះសម្រាប់វឌ្ឍនភាពយ៉ាងប្រសើរដែលការរៀបចំផែនការមេនេះគឺសម្រាប់ខេត្តព្រះសីហនុទាំងមូលរួមទាំងដីគោកនិងកោះទាំង32យោងតាមរបាយការណ៍របស់ក្រុមមន្ត្រីដែលកំពុងធ្វើការនេះបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថាការរៀបចំផែនការមេនេះសរុបមានចំនួន5ដំណាក់កាលដែលដំណាក់កាលទី1ដែលផ្ដោតលើការវិភាគស្ថានភាពបច្ចុប្បន្ននិងកំណត់ទស្សនៈទានបឋមនៃផែនការមេបានចាប់ផ្ដើមពីខែតុលាឆ្នាំ2021និងបញ្ចប់ក្នុងខែមេសាឆ្នាំ2022បច្ចុប្បន្នការរៀបចំផែនការមេនេះកំពុងស្ថិតនៅក្នុងដំណាក់កាលទី2ដែលផ្ដោតលើការរៀបចំសេចក្តីព្រាងបឋមនៃរបាយការណ៍ផែនការមេនិងរបាយការណ៍អំពីវិស័យពាក់ព័ន្ធចំនួន12ហើយក្រុងនឹងបញ្ចប់ដំណាក់កាលនេះក្នុងខែកុម្ភៈឆ្នាំ2023ដំណាក់កាលទី3គឺជាការកែលម្អពីសេចក្តីព្រាងបឋមឲ្យទៅជាសេចក្តីព្រាងគ្រប់ជ្រុងជ្រោយទី1ដំណាក់កាលទី4គឺជាការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធរួមមានក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍ដៃគូហិរញ្ញប្បទានអង្គការជាតិអន្តរជាតិនិងវិស័យឯកជនដំណាក់កាលទី5គឺជាការអនុម័តលើរបាយការណ៍ផែនការមេទាំងអស់ទី2តើអ្វីជានិយមន័យនៃទីក្រុងពហុបំណងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងមានន័យថាខេត្តព្រះសីហនុនឹងត្រូវបានអភិវឌ្ឍឲ្យក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដោយមានពហុវិស័យដូចជាវិស័យកែច្នៃផលិតផលកសិកម្មវិស័យភស្តុភារកម្មវិស័យឧស្សាហកម្មធុនធ្ងន់វិស័យសេដ្ឋកិច្ចឌីជីថលវិស័យទេសចរណ៍និងវិស័យហិរញ្ញវត្ថុរបាយការណ៍ដដែលបានឲ្យដឹងទៀតសីហនុនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនោះខេត្តនេះនឹងមានភាពទាក់ទាញដូចជានឹងក្លាយជាទីក្រុងទំនើបបៃតងនិងឆ្លាតវៃដើម្បីទាក់ទាញការមកស្នាក់នៅនិងធ្វើធុរកិច្ចនិងមានរដ្ឋបាលខេត្តដែលមានសិទ្ធិអំណាចជាងមុនមានសមត្ថភាពហិរញ្ញវត្ថុនិងធនធានមនុស្សគ្រប់គ្រាន់ក្នុងការអនុវត្តផែនការមេផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់និងការរៀបចំគោលនយោបាយទាក់ទាញនិងធ្វើការជាមួយវិនិយោគិននិងមានគោលនយោបាយទាក់ទាញធនធានមនុស្សមកធ្វើការក្នុងខេត្តព្រះសីហនុជាពិសេសបុគ្គលិកដែលមានជំនាញនិងមានការលើកទឹកចិត្តពន្ធនិងសេវាគាំទ្រធុរកិច្ចពិសេសដើម្បីទាក់ទាញឧស្សាហកម្មធំមន្ត្រីជាន់ខ្ពស់ដែលបាននឹងកំពុងរៀបចំផែនការនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការប្រើប្រាស់ដីនឹងត្រូវបានបែងចែកយោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រនិងសេដ្ឋកិច្ចលើទីតាំងភូមិសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនិងឯកសារគោលនយោបាយពាក់ព័ន្ធនិងការប្រើប្រាស់ដីនៅខេត្តព្រះសីហនុដើម្បីឲ្យការប្រើប្រាស់ដីមានប្រសិទ្ធភាពខ្ពស់និងមានផលប៉ះពាល់បរិស្ថានតិចតួចនិងមានការបែងចែកការប្រើប្រាស់ដីជាតំបន់ដូចជាតំបន់លំនៅឋាននិងទីប្រជុំជនតំបន់ហិរញ្ញវត្ថុតំបន់ឧស្សាហកម្មតំបន់ភស្តុភារកម្មតំបន់ទេសចរណ៍និងតំបន់ធនធានទឹកនិងបៃតងដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការទទួលបានការលើកទឹកចិត្តផ្សេងៗនៅពេលដាក់ទុនវិនិយោគនិងបើករោងចក្រអាជីវកម្ម
ក្នុងតំបន់ទាំងនោះរបាយការណ៍ដដែលបានឲ្យដឹងទៀតថាបញ្ហាអគារដែលជាប់គាំងមិនបានបង្កការរាំងស្ទះដល់ការរៀបចំផែនការមេតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងទេជាក់ស្ដែងផែនការមេនេះកំពុងត្រូវបានរៀបចំទៅតាមការគ្រោងទុកការអនុវត្តផែនការមេនឹងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុខ្ពស់ដែលនឹងជួយជំរុញឲ្យមានការប្រើប្រាស់អគារទាំងនេះកាន់តែច្រើនឡើងរបាយការណ៍ដដែលបានបញ្ជាក់ថាបញ្ហាប្រឈមនៃអគារជាប់គាំងនេះគឺបញ្ហាសោភ័ណភាពនិងសុវត្ថិភាពយោងតាមការពិភាក្សាជាមួយអ្នកជំនាញផ្នែកសំណង់ការទុកអគារចោលបែបនេះនៅក្នុងក្រុងព្រះសីហនុដែលមានភ្លៀងធ្លាក់ច្រើននិងមានខ្យល់សមុទ្រអាចនឹងធ្វើឲ្យអគារឆាប់ខូចខាតសហការឧបត្ថម្ភដោយបូកូឡែនគម្រោងទី3រាជធានីសម្រាប់ធម្មជាតិក្នុងទឹកដីខេត្តកំពតចង់ទិញដីថែមផ្ទះទុកសម្រាប់លំហែកាយនាពេលចុងសប្តាហ៍សូមជ្រើសរើសគម្រោងបូកូឡែនអាចធ្វើការបង់រំលោះរយៈពេល3ឆ្នាំដែលអត់មានការប្រាក់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 333 802ឬក៏016 333 802គុណភាពប្រណិតភាពនិងស៊ីវិល័យផ្ដល់ជូនពីបុរី GB Residence ជាបុរីដែលគិតគូរលើបរិស្ថានបៃតងនិងផាសុកភាពដល់អ្នករស់នៅទំនាក់ទំនងលេខទូរស័ព្ទ066ឬ077 363 005លំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងផ្ដល់លើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី 2500 ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ095 96 2000 078 96 2000ចង់ឲ្យបុត្រីរបស់លោកអ្នកមានសុខភាពល្អនិងបញ្ញាឆ្លៀសវៃឬទេយើងសូមណែនាំលោកអ្នកមកប្រើផលិតផលបាឡេកតាន់ជាប្រភេទទឹកដោះគោម្សៅដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងគ្មានជាតិសណ្តែកដំបងបង្អស់នៅកម្ពុជា